សិក្សាអំពីស្វ័យគុណ caret exponent caret symbol បាទ exponent គឺជាការគណនាស្វ័យគុណបាទអញ្ចឹងយើងមានពីររបៀបទី1គឺយើងវាយសញ្ញាស្មើយក cell address បាទរួចហើយនឹងសញ្ញាបាទ caret ហ្នឹងរួចយក cell address ទៀតទី2គឺយើងវាយស្មើ power រួច select លើ cell address comma មកយក cell address តោះអញ្ចឹងយើងមើលការអនុវត្តបាទអញ្ចឹងទី1យើងមានលេខ5លេខ3ចេះអញ្ចឹងទី1យើងអាចវាយសញ្ញាស្មើរួចហើយយកម៉ៅចុចលើលេខ5រួចយកស៊ីសលេខ6បាទហើយយើងចុចដកឃ្លា1ហើយคลิกលើលេខ3 enter មកអញ្ចឹងវាស្មើនឹង125អញ្ចឹងស្វ័យគុណនឹងមានន័យថាម៉េចវិញអញ្ចឹងមានន័យថាស្មើយក5ហ្នឹងគុណនឹង5ហ្នឹងគុណនឹង5ហ្នឹងឲ្យបាន3ដងណាអញ្ចឹង5គុណនឹង5ហ្នឹងឲ្យបាន3ដងគឺស្មើនឹង125ដូចគ្នាដែររូបមន្តទី2គឺស្មើ power អញ្ចឹងយើងវាយតែ POW មករួចយកមកចុចលើ power ហ្នឹងមករួច select លើលេខ2នេះ comma មករួចហើយคลิกលើលេខ4ហ្នឹងរួច enter មកអញ្ចឹងគឺ16មានន័យថា2គុណនឹង2 4ដងស្មើ11អញ្ចឹងយើងសាកលបងទី1ស្មើ2បាទគុណនឹង2គុណនឹង2គុណនឹង2 4ដងណា enter មកអញ្ចឹងស្មើ16